ដោះស្រាយរឿងឆាកជីវិតត្រូវចេះសាងធម៌មានក្រថ្លៃថ្នូរថោកទាបកុំមានចិត្តត្អូញត្អែប្រឹងប្រែងទៅក្រពះឆ្អែតចេះសន្សំសំចៃទៅមិនលំបាកមិនអែបអបមិនអំនួតតែងសុខសប្បាយមានប្រយោជន៍ដល់ខ្លួននិងអ្នកផងទៅសុំចិត្តប្រាថ្នាចេះគោរពតួនាទីត្រឹមត្រូវទៅជាការសប្បាយពិតកាន់ខ្ជាប់មហាសញ្ចៈទៀងត្រង់ស្លូតបូតភាពរីករាយគ្មានទីបញ្ចប់ឡើយស៊ូសន្សំបុណ្យច្រើនជាងសន្សំទ្រព្យសន្សំបុណ្យបណ្ដោះថ្នាលសំណាងសន្សំទ្រព្យនាំមកនៅគ្រោះភ័យស៊ឺឆុងជាអ្នកមានត្រូវគេសម្លាប់ដោយសារទ្រព្យតឹងថងស្លាប់ដោយសារអត់ឃ្លានថងសានបង្កគ្រោះដោយខ្លួនឯងអ្នកមានស្ដុកស្ដំគួរឲ្យសង្វេគភ្នែកតែងមើលមិនបានវែងឆ្ងាយគិតតែមាសនឹងប្រាក់សើចដល់អ្នកធ្វើបុណ្យថាឆោតល្ងងតើមានទាសករយាមទ្រព្យប៉ុន្មានអ្នកពេលស្លាប់ទៅគ្មានមឈូសដាក់សពតាចាស់អាយុ80ឆ្នាំសក់សពេញនឹកគិតការនៅកុមារការនោះជីសេះឈើលេងសោះតែឥឡូវជាតាចាស់សក់សក្បោះមួយឆាកជីវិតកន្លងផុតទៅយ៉ាងឆាប់រហ័សជីវិតបីដូចជាសុបិនប្តីប្រពន្ធគង់មានថ្ងៃព្រាត់កូនចៅគង់ចាក់ឆ្ងាយពេលបិទភ្នែកស្លាប់ទៅអ្វីនឹងទទេផ្ទះសំបែងនិងទ្រព្យសម្បត្តិលែងជារបស់ខ្ញុំទៀតហើយគួរទៅទីណាក្រោយពេលស្លាប់ទៅប្រលឹងស្ថិតក្នុងភាពរសាត់អណ្ដែតពេលផុតដង្ហើមភ្លាមគឺនៅភពខុសគ្នាមិនអាចជួបទៀតឡើយអ្នកសាងបុណ្យឡើងឋានលើអ្នកសាងបាបចុះឋាននរកសូមដាស់តឿនមនុស្សលោកប្រញាប់មកសាងអំពើបុណ្យរឿងសប្បាយកុំចង់បានច្រើនពេករឿងកេងចំណេញកុំហួសហេតុពេកភាពឆ្លាតវៃបានដោយសារតែបុណ្យនាំទៅរកផ្លូវវាងវៃបើមិនសាងបុណ្យប្រើតែការឆ្លាតទុំរេះនឹងជីកឯងហុងស៊ុយនៅលើលោកមិនមែនគ្មានទេត្រូវសំអាងលើគុណបុណ្យនឹងហុងស៊ុយជាអ្នកជួយបើមានបានកើតតាមហុងស៊ុយទោះបីគន់ហ្វុងកើតម្ដងទៀតក៏ពិបាកទទួលបានដែរព្រះវិទូខុងជឿជាក់ខ្លួនឯងអាចសម្រេចជាអរិយវិទូដូចនេះខំរៀនមិនខ្លាចនឿយហត់ដោយយល់ឃើញថាមនុស្សលោកសិតតែអាចខ្លាយជាមនុស្សទេពទើបគាត់អប់រំគេដោយមិនខ្លាចនឿយហត់គាត់ចង់យកធម៌របស់វិទូសាបព្រោះគ្រប់ទិសទីទើបធ្វើដំណើរទៅកាន់នគរជាច្រើនព្រោះតែចង់យកធម៌របស់វិទូអប់រំអ្នកជំនាន់ក្រោយទើបចងក្រងគម្ពីរអក្សរសាស្ត្រទាំង6យកចិត្តបន្ទោសអ្នកដទៃមកបន្ទោសខ្លួនឯងនោះនឹងមិនសូវមានកំហុសយកចិត្តអនុគ្រោះខ្លួនមកអនុគ្រោះអ្នកដទៃនោះនឹងបានសុខសាន្តទាមទារការសាងខ្លួនឲ្យបានខ្លាំងក្លាមិនត្រូវមានចិត្តចង់ឈ្នះអ្នកដទៃឡើយគោរពចំពោះអ្នកដែលអ្នកចង់គោរពបំផុតស្និទ្ធស្នាលជាមួយអ្នកដែលអ្នកចង់ស្និទ្ធស្នាលបំផុតប្រកបជាទទួលបានការសប្បាយច្រើនបំផុតគម្ពីរធម៌កតញ្ញូខុងជឿបានពោលថាស្បែកសក់ខ្លួនប្រាណបានពីឪពុកម្ដាយមិនហ៊ានបំផ្លាញឲ្យរងរបួសនេះជាការកតញ្ញូដំបូង
សាងខ្លួនបដិបត្តិធម៌ទុកកេរ្តិ៍ឈ្មោះសោះសាយទៅជំនាន់ក្រោយលើកដំកើងកេរ្តិ៍ឈ្មោះឪពុកម្ដាយនេះជាការកតញ្ញូចង់បញ្ចប់រាល់អំពើល្អធម៌កតញ្ញូនាំមុខគេចេះកសាងខ្លួនបណ្ដោះគុណធម៌នេះក៏ជាការចាប់ផ្ដើមនៃការកតញ្ញូដែរដូច្នេះវីរក្សត្រសុនទទួលនាមជាបុត្រមហាកតញ្ញូមានគុណធម៌ជាអរិយវិទូដូចនេះយើងអាចដឹងថាធ្វើជាកូនចង់កតញ្ញូចំពោះឪពុកម្ដាយមិនអាចមិនបណ្ដោះគុណធម៌ឲ្យធំទូលាយបានឡើយមានគុណធម៌คล้ายជាមនុស្សទេពនោះឪពុកម្ដាយនឹងคล้ายជាឪពុកម្ដាយរបស់មនុស្សទេពអ្នកមានគុណធម៌คล้ายជាវិញ្ញូជននោះឪពុកម្ដាយក៏คล้ายជាឪពុកម្ដាយរបស់វិញ្ញូជនដែរបើគេជាជនអប្រិយគ្មានការអៀនខ្មាស់នោះឪពុកម្ដាយក៏មានឈ្មោះជាឪពុកម្ដាយរបស់ជនអប្រិយដែរការជេរប្រមាថឪពុកម្ដាយជារឿងអកតញ្ញូធំបំផុតបើយើងធ្វើបែបនោះរាល់ថ្ងៃទោះបីឲ្យឪពុកម្ដាយហូបចុកបរិបូរក៏ដោយក៏ជាមហាអកតញ្ញូដែរបើពួកយើងទទួលបានព្រះធម៌ហើយចាំបាច់ត្រូវស្វែងយល់ពីភាពថ្លៃថ្នូរនៃព្រះធម៌ស្ថិតនៅត្រង់កន្លែងណាឥឡូវយើងរស់នៅជាមនុស្សក្នុងលោកត្រូវយល់ពីអត្ថន័យនៃការធ្វើជាមនុស្សជាមុនសិនបើសិនចរិយាធម៌ជាមនុស្សធ្វើមិនបានល្អនោះធម៌មេឃថ្លៃថ្នូរពិតមែនតែយើងក៏មិនមានចំណែកដែរគួរគិតពិចារណាឡើងវិញតើគុណឪពុកម្ដាយគួរតបស្នងបែបណាយកវិជ្ជារបស់អរិយជនមកបង្រៀនមនុស្សគឺងាយស្រួលតែបើយកធម៌របស់អរិយជនមកគ្រប់គ្រងខ្លួនគឺពិបាកយកវិជ្ជាអរិយវិទូមកបកស្រាយគឺងាយស្រួលតែបើយកធម៌អរិយជនមកអនុវត្តគឺពិបាកយកធម៌របស់អរិយវិទូមកប្រឹងសាងដំបូងគឺងាយប្រើធម៌របស់អរិយជនមកសាងទីបញ្ចប់គឺពិបាកចិត្តអំណត់ស្ងៀមស្ងាត់ជាវិជ្ជាទី1នៃការពិចារណាចិត្តស្ងប់ស្ងាត់ជាវិជ្ជាទី1នៃការដោះស្រាយកិច្ចការឱនលំទោនជាវិជ្ជាទី1ក្នុងការការពារខ្លួនការអធ្យាស្រ័យគឺជាវិជ្ជាទី1នៃការរស់នៅចុះសម្រុងគ្នាការមិនខ្វល់ពីភាពមានបានថ្លៃថ្នូរក្រថោកទាបកើតស្លាប់ប្រែប្រួលញឹកញាប់ទាំងអស់នេះជាវិជ្ជាទី1ក្នុងការរក្សាចិត្ត